Hello សួស្តីស្វាគមន៍ Welcome អូខេថ្នាក់យើងគឺ conversational English and ការសន្ទនាភាសាអង់គ្លេសនិង United States citizenship questions United States citizenship questions សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក Lesson 168 Lesson 168 ឬ Lesson 168 ឬ lesson 168 ទាំងអស់ហ្នឹងមានន័យដូចគ្នាមានន័យថាមេរៀនទី168 Today is Wednesday, September 24th, 2025 ថ្ងៃនេះជាថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025 Wednesday ថ្ងៃពុធ September ខែ9 24th ទី24 2025 2025 ឬ2025 2025នៃដូចគ្នាថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025 Face the music face និងមុខ the music គឺជាភ្លេងឬតន្ត្រីអូខេប្រឈមមុខនឹងតន្ត្រីឬប្រឈមមុខនឹងភ្លេងប្រឈមមុខនៃអានឹងបើសិនជាយើងបកប្រែឆៅ face the music មានន័យថាប្រឈមមុខនឹងភ្លេងឬក៏ប្រឈមមុខនឹងតន្ត្រីប៉ុន្តែន័យវាពិតប្រាកដគឺប្រឈមមុខនឹងអ្វីដែលពិបាក Please crack the window open please សូមសូមជួយ please crack នឹងការប្រេះការបែកឬការបំបែក crack the window នឹងបង្អួច window open គឺបើក please crack the window open please crack the window open បើយើងបកប្រែឆៅគឺសូមបំបែកឬសូមវាយកញ្ចក់ឲ្យបែកដើម្បីបើកបង្អួចអូខេប៉ុន្តែវាមានន័យថាសូមបើកបង្អួចបន្តិចបង្ហើបបង្អួចបន្តិចបើកឲ្យចូលខ្យល់អញ្ចឹងណា Please crack the window open ម្ដងទៀត crack ហ្នឹងគឺបំបែកឬក៏ប្រេះ crack organic សរីរាង្គសរីរងខ្ញុំមិនដឹងពាក្យហ្នឹងទេឬធម្មជាតិតាមធម្មជាតិដែលយើងអត់ប្រើថ្នាំអត់ប្រើអី organic Please say one sentence or one word in English សូមនិយាយមួយឃ្លាឬក៏មួយម៉ាត់ជាភាសាអង់គ្លេស You may use your notes from prior lessons អ្នកអាចប្រើសភៅដែលអ្នកគាត់នឹងពីមេរៀនមុន Okay please សូមអង្វរឬក៏សូម say និយាយឬក៏ថា one មានន័យថាមួយ sentence របស់ឬក៏មួយឃ្លា sentence or មានន័យថាឬ one ទីរ៉ៃមួយ word នឹងមានន័យថាពាក្យ in មានន័យថាក្នុង English អង់គ្លេសឬក៏ភាសាអង់គ្លេស you នឹងគឺអ្នក may មានន័យថាអាច use មានន័យថាប្រើ your មានន័យថារបស់អ្នក notes សភៅដែលយើងសរសេរទុកហ្នឹង notes from អំពី prior ពីមុន lessons មេរៀន Okay so សូមបើយើងបកប្រែទៅ please say one sentence or one word in English សូមនិយាយមួយពាក្យឬក៏មួយម៉ាត់ជាភាសាអង់គ្លេស You may use your notes from prior lessons អ្នកអាចប្រើសភៅដែលអ្នកគាត់ពីមេរៀនមុនទស្សនៈថ្នាក់ខ្ញុំគាត់បាននិយាយនៅមីចាន់រីគាត់ថា I was just thinking ខ្ញុំគ្រាន់តែគិតខ្ញុំកំពុងតែគិត I was just thinking បងលីលីគាត់ថា I know some English ខ្ញុំចេះអង់គ្លេសខ្លះខ្ញុំចេះអង់គ្លេសតិច I know some English បងមារ៉ាគាត់ថា Right now
I'm in Zoom with my teacher, Polly. Right now, I'm in Zoom with my teacher, Polly គាត់ថាបកប្រែទៅឥឡូវហ្នឹងខ្ញុំនៅក្នុងថ្នាក់ Zoom ជាមួយគ្រូ Polly Okay ខ្ញុំនិយាយគាត់ថា Today I will be late Today I will be late ថ្ងៃនេះខ្ញុំនឹងមកយឺត Okay ខ្ញុំមានគំនិតគាត់ថា Teacher please tell me how many seasons does the United States have Teacher អ្នកគ្រូ please tell me សូមប្រាប់ខ្ញុំផង How many seasons does the United States have How many នឹងមានប្រមាណ seasons គឺរដូវ United States គឺសហរដ្ឋអាមេរិក So teacher please tell me អ្នកគ្រូសូមប្រាប់ផងតើសហរដ្ឋអាមេរិកមានរដូវប្រមាណ Teacher please tell me how many seasons does the United States have ចម្លើយមួយ Spring Summer Fall Winter ចឹងទាំងអស់មាន4ណា Spring រដូវផ្ការីក Summer ខែក្តៅ Fall ខែរដូវធ្លាក់ស្លឹកឈើហើយ Winter ខែរងាមានគំហួតគឺថា What do you usually do in the morning ខ្ញុំសុំកែតិច What do you usually do in the morning What do you usually do in the morning Let's see What do you usually do in the morning Let's see do in the morning there we go What do you usually do in the morning តើរាល់ព្រឹកអ្នកធ្វើអីខ្លះតាមធម្មតាអ្នកធ្វើអីខ្លះនៅពេលព្រឹក What do you usually do in the morning Okay usually តាមធម្មតារៀងរាល់ថ្ងៃ usually ពាក្យមួយទៀតគឺ actually គឺតាមការពិតប្រកបទៅ actually Okay ពាក្យពីរហ្នឹងស្រដៀងគ្នាប៉ុន្តែន័យខុសគ្នា usually រៀងរាល់ថ្ងៃតាមធម្មតា usually actually មានន័យថាតាមការពិតឬជាការពិតទៅបើនិយាយឲ្យចំទៅ actually Okay នឹងមានស្អីហ៊ានគឺថា I did not go swimming for 2 weeks I ខ្ញុំ did not មិនបាន go ទៅ swimming ហែល for 2 weeks ក្នុងរយៈពេល2អាទិត្យឬ2សប្តាហ៍ So ក្នុងរយៈពេល2អាទិត្យហ្នឹងគឺដាក់បានទៅហែលទឹកទេ I did not go swimming for 2 weeks ខ្ញុំអត់បានទៅហែលទឹកទេក្នុងរយៈពេល2សប្តាហ៍នេះបងសវណ្ណរីគឺថា Who is the class monitor Who អ្នកណា is the class monitor អ្នកណាជាអ្នកដឹកនាំថ្នាក់ឬក៏អ្នកមេថ្នាក់ឬអ្នកមើលថ្នាក់នៅថ្នាក់ខ្ញុំគេថាធ្វើមេបកណោះជាមេបក Who is the class monitor បងបារ៉ា Her name is Sai Hieng Lee ឈ្មោះគាត់គឺ Sai Hieng Lee នៅមានរកថា I am in my room but my service is spotty I ខ្ញុំ am គឺ in នៅក្នុង my room បន្ទប់របស់ខ្ញុំ but ប៉ុន្តែ my service សេវារបស់ខ្ញុំ is spotty គឺដាច់អត់សូវជាប់ I am in my room but my service is spotty ខ្ញុំនៅបន្ទប់ខ្ញុំប៉ុន្តែសេវាខ្ញុំមិនសូវល្អឬដាច់នៅមានចាន់មនីគឺថា I exercise every day I និងខ្ញុំ exercise ហាត់ប្រាណ every day រាល់ថ្ងៃខ្ញុំហាត់ប្រាណរាល់ថ្ងៃ I exercise every day I am healthy I ខ្ញុំ am គឺ healthy សុខភាពល្អ I am healthy ខ្ញុំមានសុខភាពល្អមានផ្លាគឺថា we don't give up we ពួកយើង don't មិន give up ចោះចាញ់ we don't give up ពួកយើងមិនចោះចាញ់ទេឧសាវីគឺថា I'm sorry I don't remember your name I'm sorry ខ្ញុំសុំទោស I ខ្ញុំ don't អត់ remember ចងចាំឬក៏ចាំ your របស់អ្នក name នឹងឈ្មោះ so I'm sorry ខ្ញុំសុំទោស I don't remember your name ខ្ញុំអត់ចាំឈ្មោះរបស់អ្នកទេAre you aware of who helped with your citizenship application? Are you តើអ្នក aware ដឹងខ្លួនទេ
of who ថាអ្នកណា helped with ជួយជាមួយ your citizenship application ការចុះឈ្មោះសញ្ជាតិរបស់អ្នក So are you aware of who helped with your citizenship application តើអ្នកដឹងទេថាពីណាគេជាអ្នកជួយអ្នកបំពេញក្រដាសស្នាមចូលសញ្ជាតិរបស់អ្នកទេចម្លើយមួយបាទដែលអាចប្រើបាន Cambodian Center គឺសមាគមខ្មែរមិញហួងគេថា I am late today because I was busy grilling steak with fermented fish paste sauce I am late today ថ្ងៃនេះខ្ញុំយឺត because ដោយសារ I ខ្ញុំ was busy ជាប់រវល់ grilling ការអាំង steak សាច់គោ with ជាមួយ fermented fish paste sauce ទឹកប្រហុក okay I am late today because I was busy grilling steak with fermented fish paste sauce ថ្ងៃនេះខ្ញុំមកយឺតដោយសារតែខ្ញុំជាប់រវល់អាំងសាច់ជាមួយនឹងទឹកប្រហុក Okay កន្ធាគេថា gold right now is expensive gold មាស right now ឥឡូវនេះ is គឺ expensive ថ្លៃណាស់ gold right now is expensive មាសសប្តាហ៍ថ្ងៃហ្នឹងថ្លៃណាស់ឬក៏មាសថ្ងៃឥឡូវហ្នឹងថ្លៃណាស់មានចេញគេថា I bring flowers for Buddha I bring flowers for Buddha I ខ្ញុំ bring your flowers ផ្កា for សម្រាប់ Buddha ព្រះឬក៏ព្រះពុទ្ធ I bring flowers for Buddha គាត់យកផ្កាទៅថ្វាយព្រះអង្គរាគេថា What did you pray for What អ្វី did you តែអ្នក pray អានឹងបន់ស្រន់ for សម្រាប់អ្វី What did you pray for តើអ្នកបានបន់ស្រន់អ្វី means the United States has a lot of high buildings too many to count The United States និងសហរដ្ឋអាមេរិក has មាន a lot ច្រើន of high buildings អគារខ្ពស់ too many to count ច្រើនពេករាប់មិនអស់សម្ដងទៀត The United States has a lot of high buildings too many to count So សហរដ្ឋអាមេរិកមានអគារខ្ពស់ជាច្រើននឹងសឹងតែរាប់មិនអស់ច្រើនពេករាប់អត់អស់ទេបងចន្ទថាគេថា What color is your shirt What color is your shirt តើអាវរបស់អ្នកពណ៌អ្វី What color ពណ៌អី is គឺ your របស់ shirt អាវ What color is your shirt តើអាវរបស់អ្នកពណ៌អ្វីមានស្រីគេថា Teacher I have to study hard for the new exam Teacher I have to study hard for the new exam អ្នកគ្រូឬក៏លោកគ្រូខ្ញុំត្រូវតែខំរៀនសម្រាប់តេស្តថ្មីតែនិយាយពីតេស្តសញ្ជាតិដែលគេតឡើងពី100សំណួរទៅ120សំណួរហ្នឹងចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025 Okay ពីដាកថា It wasn't easy to find your house It wasn't easy to find your house រកផ្ទះអ្នកមិនស្រួលទេឬក៏ផ្ទះអ្នកពិបាករកណាស់ It វា wasn't មិន easy ស្រួលto find រក your របស់អ្នក house ផ្ទះ It wasn't easy to find your house ការរកផ្ទះរបស់អ្នកមិនស្រួលទេឬក៏មិនងាយទេ Okay ដល់ហើយ United States citizenship questions United States citizenship questions សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិកអានេះតាំងពីខែ9ថ្ងៃទី22ឆ្នាំ2025បើយើងទៅ website តាម internet របស់អង្គការប្រវេសផ្ទាល់គេប្រកាសថាចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025អ្នកណាដែលដាក់ចុះឈ្មោះចូលសញ្ជាតិក្រោយពីថ្ងៃ10ខែ10ថ្ងៃទី20ឆ្នាំ2025ហ្នឹងតែនឹងបដូរពីសំណួរពី2008ទៅសំណួរថ្មីដែលមានចំនួន128សំណួរតែចាស់ពី2008រហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានតែ100សំណួរទេប៉ុន្តែចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025គេនឹងតម្លើងសំណួរទៅ128សំណួរអូខេនៅក្នុងក្រោមវីដេអូពេលថតឲ្យចាំខ្ញុំតម្លាក់ link ឲ្យនេះឆ្នាំ2008ហ្នឹងសំណួរ75គេសួរ
what was one important thing that Abraham Lincoln did okay តើលោក Abraham Lincoln ក៏ធ្វើអ្វីសំខាន់ខ្លះសូមផ្ដល់ឈ្មោះមួយឬក៏សូមឲ្យមួយមកកលៈដែលគាត់បានធ្វើអីដែលសំខាន់ហើយកូនសិស្សនៅថ្នាក់ខ្ញុំនឹងក៏ចូលចិត្តនេះ freed the slaves ឬ Emancipation Proclamation ក៏ដោះលែងទាសករឬសេចក្តីប្រកាសដោះលែងឬសេចក្តីប្រកាសរំដោះអូខេ so អាហ្នឹងសំណួរចាស់លេខ75សំណួរថ្មីចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025សំណួរ75ហ្នឹងគឺជាសំណួរស្តៀងនឹងសំណួរ94ហើយសំណួរ94គេសួរអញ្ចឹង Abraham Lincoln is famous for many things name one so សំណួរដដែលហ្នឹងប៉ុន្តែគេបដូរដាក់ឈ្មោះគាត់ទៅមុនហើយគេបដូរពាក្យអាខ្លះទៅមុខខ្លះទៅក្រោយប៉ុន្តែវាដូចគ្នា so បើយើងសួរបើយើងបកប្រែ Abraham Lincoln ល្បីល្បាញដោយសាររឿងជាច្រើនផ្ដល់ឈ្មោះមួយ so លោក Abraham Lincoln ហ្នឹងក៏ធ្វើបានអ្វីសំខាន់ជាច្រើនហើយគេចង់ឲ្យយើងដាក់ឈ្មោះមួយឬក៏ផ្ដល់ឈ្មោះមួយឬអ្វីដែលគាត់ធ្វើគឺសំណួរសំដៀងគ្នាឲ្យតែយើងដឹង Abraham Lincoln គឺតកតងនឹងការរំដោះលែងទាសករការសរសេរ Emancipation Proclamation ហ្នឹងគឺយើងដឹងចម្លើយហើយអូខេមកហើយយើងរកពាក្យកលឹះណាដែលយើងអាចចាំបាន Abraham Lincoln តកតងនឹងការរំដោះទាសករហើយ Abraham Lincoln មនុស្សតដែលហ្នឹងគឺគាត់តកតងនឹងការសរសេរ Emancipation Proclamation គឺសេចក្តីប្រកាសរំដោះទាសករហ្នឹងហើយខាងក្រោមខ្ញុំតម្លាក់សំណួរថ្មី123សំណួរហ្នឹងហើយអា100ចាស់ដែរ76ឆ្នាំ2008 76 What did the Emancipation Proclamation do What did the Emancipation Proclamation do នេះសំណួរចាស់ពី2008តើការប្រកាសរំដោះខ្លួនបានធ្វើអ្វីខ្លះ Free the slaves so អាការប្រកាសហ្នឹងដែល Abraham Lincoln ក៏បានសរសេរហ្នឹងមានលទ្ធផលអ្វី Free the slaves គឺដោះលែងទាសករអូខេអាហ្នឹងសំណួរចាស់76ឆ្នាំ2008ឥឡូវយើងមើលសំណួរថ្មីខែចាប់ប្រាំងខែ10ទី20ឆ្នាំ2025អាសំណួរ76ហ្នឹងគឺលេខ95នៅសំណួរចំនួនថ្មី128ហ្នឹង What did the Emancipation Proclamation do សំណួរដដែលយើងចំណេញម្ល៉េះហើយបើយើងរៀនសំណួរចាស់ពី2008ហើយយើងចេះហើយសំណួរថ្មីនោះសំណួរ95ហ្នឹងគឺសំណួរដដែលគេបានផ្លាស់ប្ដូរទេចម្លើយដដែល Free the slaves ចម្លើយវាមានច្រើនប៉ុន្តែមួយហ្នឹងគឺកូនសិស្សខ្ញុំគេគិតថាងាយចាំងាយស្រួលព្រោះអីទាំងអស់វាមាន1 2 3 4 Okay, free the slaves in the Confederacy, freed slaves in the Confederate States, freed slaves in most southern states. បើសំណួរចម្លើយប្រហែលទៀតវែងម្ល៉េះហើយក៏ចូលចិត្តមួយដែលខ្លីងាយចាំ freed the slaves. Okay រំលឹកម្ដងទៀតអាសំណួរ2008ហ្នឹងលេខ76ហ្នឹងគឺដូចបេះបិទនឹងសំណួរថ្មីនៅខែ10ថ្ងៃទី20ឆ្នាំ2005គឺសំណួរ95ហ្នឹងដូចគ្នាម្ល៉េះហើយបើយើងធ្លាប់រៀនហើយនឹងយើងចំណេញយើងដឹងចម្លើយយើងដឹងសំណួរហ្នឹងហើយ What did the Emancipation Proclamation do? Freed the slaves. Okay ប៉ុណ្ណឹងឯងចប់ហើយ Thank you សូមអរគុណ Bye bye